ខ្ញុំបាទស៊ីណាសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់ដែលកំពុងតែទស្សនាវីដេអូនេះដែលតាក់ទងទៅនឹងបញ្ហាសន្លាក់សរសៃសាច់ដុំកាលពីវីដេអូទី1យើងបានជួបគ្នាជាមួយនឹងលោកគ្រូគឹមសានផ្នែកចលនាសាស្ត្រដែលលោកគ្រូបានចែករំលែកចំណេះដឹងតាក់ទងទៅនឹងបញ្ហាឈឺចង្កេះលោកគ្រូបានប្រាប់អំពីមូលហេតុរោគសញ្ញានិងការព្យាបាលរួចរាល់ហើយថាតើវីដេអូទី2នេះលោកគ្រូនឹងចែករំលែកចំណេះដឹងអ្វីខ្លះទៀតតោះអញ្ចឹងយើងនាំគ្នាទៅជួបជាមួយលោកគ្រូផ្ទាល់តែម្ដងជំរាបសួរពុកម៉ែបងប្អូនសម្រាប់វីដេអូទី2នេះខ្ញុំបានកំសាន្តគ្រូពេទ្យផ្នែកចលនាសូមចែករំលែកចំណេះដឹងនៃបញ្ហាឆ្អឹងកកអំពីមូលហេតុរោគសញ្ញាដំណោះស្រាយនិងការព្យាបាលមួយប្រកបដោយប្រសិទ្ធភាពជាការប៉ុណ្ណាបញ្ហាឆ្អឹងកកនេះវាហាក់ដូចជាមានភាពស្មុគស្មាញជាងគេបន្តិចហើយក៏មានផលរំខានជាងគេហើយក៏វាថែមទាំងជាចំណុចដែលគ្រោះថ្នាក់ជាងគេបំផុតក្នុងចំណោមសរសៃទាំងមូលលើរូបកាយរបស់យើងអ្នកដោយសារតែវាមានសាច់ដុំឬក៏សរសៃរហូតដល់30ពាត់ជុំវិញមុខក្រោយឆ្វេងស្ដាំករបស់យើងក្នុងចំណោម30នឹងបើមានបញ្ហាមួយណាក៏ធ្វើឲ្យកយើងមានបញ្ហាដែរវាអាចបណ្ដាលមកពីហេតុផលមួយចំនួនដូចជាទី1ការកេងបត់កឬការកោតខ្នើយខ្ពស់ពេកទី2ការប្រើទូរស័ព្ទឬកុំព្យូទ័រដោយអោនយូរពេកទី3ការផ្ចង់លើការងារណាមួយដោយមិនបានធ្វើចលនាបត់បែនពន្យឺតពន្យាឲ្យបានញឹកញាប់ដូចជាការអានសៀវភៅឬការបើកបរជាដើមទី4ការជួបឧបទ្ទវហេតុឬគ្រោះថ្នាក់ណាមួយហើយរោគសញ្ញារបស់វាមានដូចជាចុករយតឹងណែនស្ពឹកស្រពន់ stress វិលមុខឈាមដើមមិនស្រួលគេងមិនស្ងប់ឬក៏ការបត់បែនឆ្វេងស្ដាំមុខក្រោយហ្នឹងមានការឈឺចាប់ខុសប្រក្រតីចុងបញ្ចប់នៃវីដេអូនេះខ្ញុំក៏មានវីដេអូមួយជូនដល់បងប្អូនដែលមានអាការៈដូចបានរៀបរាប់ខាងលើដើម្បីអនុវត្តកាត់បន្ថយការឈឺចាប់មួយកម្រិតដោយខ្លួនឯង